ជម្រាបសួរពុកម៉ែបងប្អូនបានទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានជួបគ្នាជាមួយនឹងខ្ញុំបានខាត់ស្តង់ដារទៀតហើយតាក់ទងទៅនឹងព័ត៌មានបាច់ជាតិនិងអន្តរជាតិថ្មីក្នុងដៃលោកអ្នកពុកម៉ែបងប្អូនបាននៅពេលមុននេះតែម្ដងពុកម៉ែបងប្អូនគឺមានករណីរត់ប្រសាទជើងទៀតហើយបានតាក់ទងទៅនឹងពលរដ្ឋថៃដែលរងការវាយប្រហារដោយកងទ័ពភូមានេះគឺជាព័ត៌មានអាប់ដេតថ្មីតែម្ដងពុកម៉ែបងប្អូនហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងចែករំលែកបន្តនៅពេលមុននេះមានហេតុការណ៍ក៏ក្រើកទឹកដីព្រំដែនថៃនិងភូមាទៀតហើយដោយកងទ័ពរបស់ភូមាបានបង្កើនការវាយលុកនិងបើកការវាយប្រហារកាន់តែខ្លាំងទៅរត់ទៀតហើយអាជ្ញាធរថៃនៅភូមិម៉ែខនកែនបានប្រកាសឲ្យអ្នកភូមិថៃជំលៀសចេញពីផ្ទះសម្បែងជាបន្ទាន់ក្រោយទីហ៊ានភូមាបង្កើនការប្រយុទ្ធបានលុកលុយទ្រង់ទ្រាយធំកាន់តែចូលជ្រៅមកគិនឹងព្រំដែនប្រទេសថៃទៅបាទហើយមកនេះអាជ្ញាធរជាតិថៃប្រកាសបន្ទាន់ឲ្យអ្នកនៅភូមិម៉ែខនកែនបាទស្រុកម៉ែសតខេត្តបាតាក់ប្រទេសថៃប្រកាសឲ្យអ្នកភូមិថៃជំលៀសចេញពីផ្ទះសម្បែងរបស់ខ្លួនជាបន្ទាន់ដោយសារតែល្ងាចនេះទីហ៊ានភូមានឹងបង្កើនការប្រយុទ្ធលុកលុយទ្រង់ទ្រាយកាន់តែធំទៅមកក្បែរព្រំដែននៃប្រជាជាតិថៃយ៉ាងណាតែមិញអ្នកភូមិថៃចំនួន2នាក់ម្នាក់បានរងរបួសដោយសារតែគ្រាប់បែកដៃនិងម្នាក់ទៀតកំពុងរងរបួសធ្ងន់ធ្ងរអាចនឹងបាត់បង់ជីវិតផងក៏ថាបានដោយសារតែគ្រាប់បែកដៃនិងគ្រាប់កាំភ្លើងវែងជាច្រើនគ្រាប់របស់ទីហ៊ានពិសេសបាទបំផុតរបស់ភូមាធ្លាក់ចូលក្នុងភូមិថៃនៅខេត្តតាក់បាននៅថ្ងៃនេះតែម្ដងអញ្ចឹងពុកម៉ែបងប្អូនបាទករណីនេះគឺជារឿងរ៉ាវមួយកំពុងតែក្តៅនៅប្រទេសថៃហើយពលរដ្ឋថៃកំពុងតែជំលៀសចេញជាបន្ទាន់ហើយដោយអ្វីដែលខ្ញុំលើកឡើងអញ្ចឹងថាភូមាមិនខ្លាចថៃទេហើយភូមានៅតែបាញ់ចូលដីថៃបាទជារឿយហើយអ្នកភូមិថៃបាទដែលរស់នៅក្នុងខេត្តតាក់ពិសេសគឺនៅស្រុកបាទម៉ែសតគឺរងគ្រោះធ្ងន់ធ្ងរមែនទែនដោយករណីនេះទៀតសោតពុកម៉ែបងប្អូនថាបាទគឺជាករណីថ្មីហើយអាជ្ញាធរជាតិថៃបានប្រកាសជំលៀសពលរដ្ឋចេញជាបន្ទាន់ហើយក៏ប្រកាសបញ្ជូនទ័ពពិសេសរបស់ថៃបាទទៅកាន់ព្រំដែនភូមាបន្ថែមទៀតផងដែរអញ្ចឹងតាក់ទងទៅនឹងរឿងរ៉ាវទាំងអស់នេះពុកម៉ែបងប្អូនបាទតាក់ទងទៅនឹងរឿងរ៉ាវទាំងអស់នេះយើងបានមើលឃើញទាំងអស់គ្នាថាភូមានៅតែបាញ់ចូលដីថៃជារឿយឯថៃនៅតែប្រកាសថាភូមាមិនមានចេតនាក្នុងការបាញ់បាទចូលដីថៃទេទាំងដែលយើងមើលឃើញថាភូមានៅតែបង្កើនការវាយលុកនិងបាញ់ប្រហារចូលដីថៃនេះសូម្បីតែកញ្ចក់ឡានណាពុកម៉ែបងប្អូនណាបាទកញ្ចក់ឡានផ្នែកខាងមុខក៏ធ្លាយដោយសារគ្រាប់កំភ្លើងបាទកង់រថយន្តបាទជាដើមនឹងក៏បែកដោយសារតែគ្រាប់បែកបាទហើយកញ្ចក់ពីជំហៀងនៃរថយន្តជាដើមបាទក៏រងការខូចខាតបាទផ្ទះសម្បែងប្រជាពលរដ្ឋថៃបាទឥឡូវនេះទាហានថៃកំពុងតែយកអាវុធធុនធ្ងន់យកទៅដាក់បាទនៅតាមព្រំដែនបាទថៃនិងមីយ៉ាន់ម៉ាបន្ថែមទៀតនេះគឺជារឿងរ៉ាវកំពុងតែក្តៅកគុកនៅក្នុងទឹកដីនៃប្រទេសថៃស្របពេលដែលរលកនៃការរិះគន់រឿងបញ្ហាគ្រោះទឹកជំនន់ក៏នៅតែរិះគន់យ៉ាងចាស់ដៃនិងបន្តទៅទៀតបានតាក់ទងទៅនឹងខេត្តភៀកខាងត្បូងដោយសារតែជំនួយរបស់រដ្ឋាភិបាលនឹងគឺមិនមានដល់ដៃរបស់ប្រជាពលរដ្ឋថៃនឹងគ្រប់គ្រាន់នោះទេអញ្ចឹងពុកម៉ែបងប្អូននេះគឺជាព័ត៌មានអាប់ដេតថ្មីមែនទែនហើយខ្ញុំក៏សូមបញ្ចប់យើងងាកទៅកាន់មួយសាច់រឿងទៀតតាក់ទងទៅនឹងករណីធ្លាក់យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិកវិញម្ដងនៅពេលនេះយន្តហោះទំនើបបាទបំផុតមួយរបស់សហរដ្ឋអាមេរិកគឺ F-16 របស់អាមេរិកមួយគ្រឿងបានធ្លាក់នៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកបណ្ដាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធឹងនេះគឺជាហេតុការណ៍ថ្មីទៀតហើយពុកម៉ែបងប្អូនថាបាទតាក់ទងទៅនឹងយន្តហោះចម្បាំងប្រភេទ F-16 នេះមិនងាយទេពុកម៉ែបងប្អូនបាទក៏ប៉ុន្តែនេះគឺមានករណីធ្លាក់ឆេះអញ្ចឹងសហរដ្ឋអាមេរិកអាចនឹងពង្រឹង
ការផលិតក៏ដូចជាការតាមដានបន្ថែមទៀតតាក់ទងទៅនឹងបញ្ហាការធ្លាក់យន្តហោះចម្បាំង F16 របស់សហរដ្ឋអាមេរិកនេះតាមការផ្សាយរបស់ RT.com របស់ Rosie យន្តហោះចម្បាំងដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក F16 មួយគ្រឿងបានធ្លាក់នៅរដ្ឋ California សហរដ្ឋអាមេរិកផ្ទាល់តែម្ដងបណ្ដាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅពេលនេះយន្តហោះរបស់អង្គភាពកងកម្លាំងដែនអាកាសមួយគ្រឿងនេះធ្លាក់អំឡុងពេលការវឹកវើក្នុងទីលានសមយុទ្ធបាញ់គ្រាប់ពិតក្បែរតំបន់ដ្រូណាកាលពីថ្ងៃពុធទី3ខែធ្នូឆ្នាំ2025ប៉ុន្តែរូបភាពនិងខ្សែអាត់វីដេអូត្រូវបានគេចែកចាយពាសពេញបណ្ដាញសង្គមនៅថ្ងៃប្រហ័សសប្តាហ៍នេះតាមរយៈវីដេអូគេបានឃើញពីឡុតលោតចុះតាមឆាតយោងនៅឆ្ងាយគូសំពីកន្លែងយន្តហោះធ្លាក់ហើយមានការផ្ទុះឆេះបញ្ចេញផ្សែងខ្មៅខ្មួលខ្មាញ់ថែមទៀតអញ្ចឹងពុកម៉ែបងប្អូនពីឡុតគឺមិនមានការបាត់បង់ជីវិតទេដោយសារតែគេមានជាឆាតយោងណាសង្គ្រោះបន្ទាន់មិនមាននរណាម្នាក់របួសក្នុងហេតុការណ៍នេះនោះទេគណៈមូលហេតុនៃការធ្លាក់កំពុងស្ថិតក្នុងការស៊ើបអង្កេតបន្ទាន់សូមជម្រាបជូនផងដែរថានេះមិនមែនជាលើកដំបូងឡើយដែលយន្តហោះចម្បាំងប្រភេទ F16 ដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិកមួយនេះធ្លាក់អំឡុងពេលធ្វើការហ្វឹកហ្វឺនហេតុការណ៍ចុងក្រោយបំផុតនៃការធ្លាក់យន្តហោះចម្បាំងប្រភេទ F16 នេះអំឡុងពេលហ្វឹកហ្វឺនគឺកើតឡើងនៅឆ្នាំ2024ចិត្តមូលដ្ឋានទ័ពអាកាសពិសេសHol Loman នៃរដ្ឋNew Mexico ដោយបញ្ហាម៉ាស៊ីនតែម្ដងអញ្ចឹងពុកម៉ែបងប្អូនប្រភេទយន្តហោះ F16 នេះគឺមិនងាយទេពុកម៉ែបងប្អូនបើយើងនិយាយឲ្យជាក់ស្ដែងទៅគឺមិនងាយនៅក្នុងការធ្លាក់តែម្ដងប្រភេទយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកមួយគឺផលិតមកដោយផ្ចិតផ្ចង់សម្រិតសម្រាំងអស់លេខបានអាចយកមកដាក់ប្រើប្រាស់ក្នុងប្រតិបត្តិការភ្លើងសង្គ្រាមផ្សេងហ្នឹងហើយ F16 នេះក៏ចូលរួមក្នុងប្រតិបត្តិការកំទេចគេហៅថាឃ្លាំងអាវុធណានៅក្រោមភ្នំនៅក្រោមភ្នំឃ្លាំងអាវុធរបស់អ៊ីរ៉ង់ឃ្លាំងអាវុធដែលចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមត្រៀមនឹងបង្កើតណានឹងផលិតអាវុធបល័យលោករបស់អ៊ីរ៉ង់នឹងខ្ទេចដោយប្រើ B2 និងអមដោយ F16 F16 ដូច្នេះពុកម៉ែបងប្អូននេះគឺជាព័ត៌មានក្តៅហើយធ្វើឲ្យពិភពលោកទុះការភ្ញាក់ផ្អើលហើយបើសិនជាខ្ញុំលើកទៅលើសលួសត្រូវខុសដោយប្រការណាមួយនោះក៏សូមខន្តីអភ័យទោសនិងសូមជម្រាបលាបាទ